วิธีសាស្ត្រដាំបាយធ្វើឲ្យអង្ករបាយនឹងវាស្អាតវារលើបរលោងបាយឆ្ងាញ់អ្នកដាំបាយលក់អ្នកដាំបាយអីធ្វើដូចខ្ញុំនេះត្រូវធ្វើឲ្យយើងបាយអង្ករយើងល្អហើយបាយឆ្ងាញ់ទៀតយើងលាងទឹកអង្ករលាយអីហើយយើងដាក់នេះច្បាច់ក្រូចឆ្មាចូលចឹងមកដាក់2 3ចំណិតមកកូរវាឲ្យសព្វមកហើយដាំទៅអង្ករយើងស្អាតបាយយើងស្អាតអ្នកដាំលក់ត្រូវតិចនិចដាំបាយឆ្ងាញ់គឺគេធ្វើអញ្ចឹងអ្នកហូបក៏ឆ្ងាញ់អ្នកលក់ក៏ដាច់ដែរឲ្យតែយើងដាំធ្វើអញ្ចឹងគ្រាប់បាយស្អាតឆ្ងាញ់ក្អូបមានរសជាតិ